ទឹកខ្វល់ឯអារឿងគេចូលចិត្តនិងមិនចូលចិត្តនេះអានឹងជារឿងធម្មតានៃមនុស្សលោកទេធ្វើអីមួយដែលយើងគិតថាត្រូវធ្វើវាជាបន្តទៀតគេចូលចិត្តឬមិនចូលចិត្តអានឹងជារឿងរបស់គេទេយើងអាចបខំគេបានទេម្ទេសវាមិនដែលផ្លាស់ប្ដូរជាតិហឹររបស់វាដើម្បីទៅផ្គប់ចិត្តនរណាទេអ្នកខ្លះក៏ចូលចិត្តម្ទេសចឹងទៅហើយអ្នកខ្លះក៏មិនចូលចិត្តម្ទេសចឹងទៅប៉ុន្តែម្ទេសនៅតែជាម្ទេសអ្នកចូលចិត្តនៅតែជាអ្នកចូលចិត្តអ្នកស្អប់នៅតែជាអ្នកស្អប់ម្ទេសមិនបានផ្លាស់ប្ដូររសជាតិហឹរដើម្បីនរណាម្នាក់ទេហើយម្ទេសនៅតែជារបស់មានតម្លៃសម្រាប់មនុស្សដែលចូលចិត្តម្ទេសដដែលជីវិតយើងក៏ដូចគ្នាដែរ